ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើចាហួយស្វាយទុំទឹកដោះគោស្រស់សម្រាប់បង្ហាញមុខនេះបងប្អូនចំណាយលុយតិចបងប្អូនមានត្រឹមតែស្វាយទុំនៅផ្ទះមួយទឹកដោះគោស្រស់និងម្សៅចាហួយមួយកញ្ចប់តែប៉ុណ្ណោះជាដំបូងខ្ញុំមកចាក់ស្វាយទុំឲ្យស្អាតហើយខ្ញុំនៅសាក្រូចមួយនៅផ្ទះខ្ញុំក៏ដាក់វាមួយដែរបងប្អូនឲ្យសារអូ TikTok ឃើញគេធ្វើចាហួយត្រូវតែល្អខ្ញុំក៏ចង់សាកធ្វើដូចគេដែរតែពីចិត្តសបកស្វាយរបស់យើងបានស្អាតហើយខ្ញុំយកស្វាយទៅលាងទឹកហើយចាប់ផ្ដើមទឹកស្វាយជាចំណិតតូចៗទៅបងប្អូនយើងចាក់ស្វាយយើងរហូតអញ្ចឹងមកហើយខ្ញុំប្រើស្វាយតែមួយចំហៀងទេព្រោះមួយចំហៀងទៀតខ្ញុំទុកហាន់វាដើម្បីត្រឡប់ដាក់ពីលើចាហួយរបស់យើងបងប្អូនហើយខ្ញុំចាក់មួយចំហៀងហើយមួយចំហៀងទៀតខ្ញុំទុកបន្លែសិនឥឡូវនេះខ្ញុំចាប់ដាក់ទឹកដោះគោស្រស់យើងចំនួន600 ml ហើយខ្ញុំបន្ថែមជាមួយនឹងអំបិលបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងស្ករសចំនួន10ស្លាបព្រាកាហ្វេបងប្អូនអាចដាក់ផ្អែមឬក៏តិចស្ករជាងនេះតាមចំណូលចិត្តរបស់បងប្អូនហើយខ្ញុំបន្ថែមម្សៅចាហួយទៅតាមបរិមាណទឹករបស់យើងណាបងប្អូនម្សៅចាហួយហ្នឹងមកកញ្ចប់គេឲ្យដាក់ទឹកចំនួន3លីត្រអញ្ចឹងខ្ញុំលើយកម្សៅចាហួយនឹងទៅតាមបរិមាណទឹកដែលគេឲ្យដាក់ណាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមកូរម្សៅចាហួយរបស់យើងរហូតដល់ពុះសិនណាម្សៅចាហួយនោះបងកូរឲ្យជាប់កុំដាក់ដៃបងហើយក្រោយពីនេះកូររហូតដល់ម្សៅចាហួយរបស់យើងពុះហើយយើងចាប់ផ្ដើមរៀបចំស្វាយយើងដាក់ក្នុងចានហើយដួសម្សៅចាហួយរបស់យើងចាក់ចូលក្នុងស្វាយតែម្ដងបងហើយក្រូចទឹកដែលខ្ញុំបានបកមួយមុនហ្នឹងខ្ញុំក៏បានដាក់វាចូលដែរបងបន្ទាប់ពីខ្ញុំបានដាក់រួចអស់ហើយស្វាយមួយចំហៀងដែលខ្ញុំនៅសល់ហ្នឹងខ្ញុំយកមកក្រឡុកវាខ្ញុំចាក់នៅលើផ្ទះមួយហើយបន្ថែមម្សៅចាហួយចូលបន្តិចហើយនឹងអំបិលចូលបន្តិចបងចំពោះម្សៅចាហួយដែលយើងចាក់ដាក់មុនហ្នឹងយើងទុកវាឲ្យរឹងមួយឡែកសិនណាបងតើយើងធ្វើស្វាយយើងដាក់ពីខាងលើទៅវារឹងបានអស់បងបើសិនជាម្សៅចាហួយនៅដល់ក្រោយយើងអត់តាន់រឹងទេវាអាចនឹងចូលពណ៌គ្នាអត់ស្អាតទេបងហើយចាហួយយើងក៏អត់ល្អមើលដែរបងខ្ញុំចាប់ផ្ដើមទូស្វាយរបស់យើងដាក់ពីលើម្សៅចាហួយហើយខ្ញុំយកទៅក្នុងទូទឹកកករយៈពេល30នាទីទៅ1ម៉ោងក៏បានដែរបងដើម្បីវារឹងបានល្អឥឡូវនេះក្រោយពីខ្ញុំទុកក្នុងទូទឹកករយៈពេល30នាទីហើយម្សៅចាហួយរបស់យើងរឹងបានល្អហើយបងយើងអាចយកមកកាត់ដាក់ចានហើយទុកក្លាសេបានញ៉ាំពេលស្អែកក៏បានដែរហើយចំណែកឯក្រូចរបស់យើងខ្ញុំបានយកមកពុះមកបងហើយខូចអស់លេងបាយឯសារដែលខ្ញុំដាក់ម្សៅចាហួយតិចពេកណាបើសិនជាបងចង់សាកធ្វើបងអាចដាក់ម្សៅចាហួយច្រើនជាងខ្ញុំហើយបន្ថយចំនួនទឹកកកស្រស់ណាបងអរគុណច្រើនបងសម្រាប់ការទស្សនាបើសិនជាពេញចិត្តវីដេអូកុំភ្លេចជួយចុច like ឬ Subscribe ផងបាយបាយ